សូមជំរាបសួរម្ដងទៀតខ្ញុំលោក Charles McCall ហើយនេះគឺជាមេរៀនទី2ដែលពាក់ព័ន្ធនឹងគម្ពីរលេខិតធីម៉ូថេខ្សែទី1ជាលេខិតរបស់ Christus Paul ដែលគាត់រៀបចំសម្រាប់សិស្សរបស់គាត់ឈ្មោះ Timothy ហើយនៅពេលនេះ Timothy មានអាយុប្រហែលជាង30ឆ្នាំហើយលោកប៉ូលបានរៀបចំលេខិតនេះដោយសារលោកប៉ូលគាត់ធ្វើជាគ្រូគង្វាលដែរដូច្នេះគាត់មានបទពិសោធន៍ជាគ្រូគង្វាលគាត់មានបទពិសោធន៍រៀបចំក្រុមជំនុំដែលបានជោគជ័យដូច្នេះគាត់រៀបចំលេខិតនេះដើម្បីលើកទឹកចិត្តនៅនៃនោមសិស្សរបស់គាត់ឈ្មោះ Timothy ហើយខ្ញុំចង់ចែកចាយពីរបៀបរបស់ព្រះយេស៊ូវហើយរបៀបរបស់លោក Christus Paul ដែរអំពីរបៀបរបស់យើងដើម្បីជ្រើសរើសនិងហ្វឹកហ្វឺនអ្នកដឹកនាំរកាអ្នកជំនួយនៅក្នុងក្រុមជំនុំរបស់យើងមានជំហានទាំង5បើយើងមើលនៅក្នុងម៉ាថាយម៉ាកូលូកាយ៉ូហានយើងមើលនៅក្នុងគម្ពីរកិច្ចការយើងឃើញយើងស្គាល់គំរូមួយមកពីព្រះយេស៊ូវមកពីលោកប៉ូលដែរអំពីរបៀបសម្រាប់ហ្វឹកហ្វឺននិងរៀបចំអ្នកដឹកនាំចំណុចមួយដែលសំខាន់បំផុតសម្រាប់លោកគ្រូអ្នកគ្រូវាច្បាស់សម្រាប់លោកគ្រូរកអ្នកជំនួយនៅពេលយើងដានក្រុមការសកម្មមួយក្រុមជំនុំនៅក្នុងផ្ទះមួយបាទយើងត្រូវគិតថាយើងត្រូវការសូមព្រះយេស៊ូវសូមបង្ហាញខ្ញុំអំពីអ្នកណាដែលទ្រង់ជ្រើសរើសកណ្ដងចំណោមអ្នកអត់ទាន់ជឿអ្នកជឿថ្មីដែលទ្រង់បានជ្រើសរើសសម្រាប់ខ្ញុំហ្វឹកហ្វឺនគេនិងរៀបចំពួកគេជាអ្នកជំនួយរបស់ខ្ញុំនិងខ្លាយទៅជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំខ្ញុំដែរតែសារវាមិនមែនតាមគម្រោងការរបស់ព្រះសម្រាប់មនុស្សម្នាក់ធ្វើទាំងអស់នៅក្នុងក្រុមជំនុំនោះទេបើយើងចង់ឲ្យក្រុមជំនុំរបស់យើងរីកចម្រើនឡើងយើងត្រូវការអ្នកជំនួយច្រើនដូច្នេះនេះជាចំណុចទី1ដែលសំខាន់វាចម្បាក់សម្រាប់លោកគ្រូអ្នកគ្រូសម្រាប់ក្រុមជំនុំរបស់លោកគ្រូអ្នកគ្រូរីកចម្រើនឡើងដូច្នេះជំហានទាំង5របស់ព្រះយេស៊ូវគ្រីស្ទដែលយើងធ្វើតាមគំរូរបស់ទ្រង់ដែរគឺ1បើយើងជ្រើសរើសគេបើយើងត្រូវបង្រៀនគេយើងយកមេរៀនមួយមេរៀនមកពីក្រុមជំនុំជីវខ្មែរយើងមេរៀនមកពីសិភៅមួយក្បល់មេរៀនពីលោកគ្រូ John Maxwell មិនតែយើងចាប់អារម្មណ៍បង្រៀនគេអំពីមេគារបស់ព្រះយើងត្រូវបង្រៀនគេអំពីធ្វើជាសិស្សលក្ខណៈរបស់សិស្សរបស់ព្រះយេស៊ូវសកម្មភាពរបស់សិស្សអត្តចរិតរបស់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទដូច្នេះយើងបង្រៀនគេយើងជួបជុំគ្នាយ៉ាងហោចណាស់មួយសប្តាហ៍ម្ដងដើម្បីបង្រៀនគេអង្គុយជាមួយគេសិក្សាពីមេរៀនមួយសិក្សាពីបទគម្ពីរមួយដូច្នេះយើងបង្រៀនគេយើងប្រាប់គេយើងបង្រៀនគេដែរប្រាប់គេដើម្បីនិយាយប៉ុន្តែនេះគឺជាជំហានដំបូងមិនមែនជាជំហានតែមួយទេឬក៏ជំហានចុងក្រោយបំផុតទេជំហានទី1យើងបង្រៀនគេដែរពាក្យដែលយើងនិយាយហើយទី2យើងបង្ហាញគេយើងបង្រៀនគេអំពីអ្វីៗទាំងអស់ដែលលោកគ្រូអ្នកគ្រូយល់ដឹងចេះធ្វើអ្វីៗទាំងអស់បង្រៀនពួកគេអំពីអ្វីទាំងអស់ដែលលោកគ្រូអ្នកគ្រូជឿអ្វីដែលលោកគ្រូអ្នកគ្រូចេះដឹងនិងអ្វីដែលលោកគ្រូអ្នកគ្រូចេះធ្វើមកដូច្នេះនេះជារបៀបដែលយើងបង្រៀនគេទី2យើងបង្ហាញគេយើងនាំគេដើរជាមួយយើងបង្ហាញគេឲ្យគេចេះធ្វើដែរយើងថាបាទនេះគឺជារបៀបដែលខ្ញុំថាមេរៀនមួយនេះគឺជារបៀបដែលខ្ញុំរៀបចំមេរៀនមួយនេះគឺជារបៀបដែលខ្ញុំសួរសឹកទុកនេះគឺជារបៀបដែលខ្ញុំអធិដ្ឋានដូច្នេះអ្វីទាំងអស់ដែលយើងចង់ឲ្យគេចេះធ្វើយើងត្រូវធ្វើជាគំរូសម្រាប់គេមុនយើងត្រូវបង្ហាញគេឲ្យគេដើរជាមួយយើងជាច្បាប់មួយឈ្មោះខ្ញុំមិនព្យាយាមធ្វើអ្វីមួយតែម្នាក់ឯងទេប៉ុន្តែខ្ញុំព្យាយាមរកម្នាក់ផ្សេងទៀតដើរជាមួយខ្ញុំដើម្បីចែកគ្នាតាមផ្លូវហើយដើម្បីខ្ញុំធ្វើជាគំរូហើយគេធ្វើតាមគំរូខ្ញុំហើយទី2អធិប្បាយជំហានទី3យើងធ្វើរួមគ្នាយើងធ្វើវារួមគ្នាកិច្ចការដែលយើងធ្វើពីរនាក់ជាមួយគ្នាយើងធ្វើខ្លះគាត់ធ្វើខ្លះឧទាហរណ៍មួយបើខ្ញុំនឹងបង្រៀនមេរៀនមួយខ្ញុំបង្រៀនផ្នែកទី1យើងឲ្យគេបង្រៀនផ្នែកទី2បាទយើងអធិដ្ឋានជាមួយគ្នាយើងពីរនាក់ដាក់ដៃពីលើគេ
ដូច្នេះយើងមិនមែនធ្វើតាមម្នាក់ឯងលោកគ្រូអ្នកគ្រូប៉ុន្តែយើងធ្វើជាក្រុមយើងធ្វើជាមួយសិស្សរបស់យើងឯគេធ្វើជាមួយយើងដែរវាគ្រោះថ្នាក់មែនតើបើលោកគ្រូអ្នកគ្រូធ្វើទាំងអស់តែម្នាក់ឯងដូច្នេះយើងប្រាប់គេឯគេចេះធ្វើយើងបង្ហាញគេឲ្យគេចេះធ្វើហើយយើងធ្វើរួមគ្នាជំហានទី4យើងអនុញ្ញាតឲ្យគេធ្វើប៉ុន្តែយើងមើលគេនេះគឺជាជំហានទី4បាទយើងអនុញ្ញាតឲ្យគេធ្វើចុះតធ្វើប៉ុន្តែយើងនឹងមើលគេមិនអនុញ្ញាតឲ្យអត់ទាន់អនុញ្ញាតគេធ្វើតែម្នាក់ឯងទេបាទយើងត្រូវមើលគេធ្វើឲ្យបានល្អគេធ្វើត្រឹមត្រូវឬអត់គេមានផលផ្លែឬអត់ហើយយើងជួបគ្នាហើយយើងបញ្យល់អូខេសូមអូនធ្វើតាមផ្នែកនេះធ្វើឲ្យបានល្អប៉ុន្តែផ្នែកនេះប្រហែលផ្លាស់ប្ដូរបន្តិចអូខេនេះហៅថាឧបជាយើងហៅថាគ្រូដែលបង្រៀនសិស្សហើយជំហានទី5យើងអនុញ្ញាតឲ្យគេធ្វើតែម្នាក់ឯងហើយគេរីកាមកយើងវិញដូច្នេះជំហានទាំង5ដែលយើងរៀបចំនឹងហ្វឹកហ្វឺនអ្នកដឹកនាំគឺ1យើងប្រាប់គេពីព្រះបន្ទូលរបស់ព្រះអង្គពីបពិសោធន៍របស់យើងពីមេរៀន1យើងប្រាប់គេយើងនិយាយទី2បាទយើងបង្ហាញគេឲ្យគេចេះធ្វើនេះគឺជារបៀបដែលយើងធ្វើហើយទី3យើងធ្វើរួមគ្នាយើង2នាក់យើង3នាក់បើមានសិស្ស2នាក់យើងធ្វើជាមួយគ្នាហើយទី4យើងអនុញ្ញាតឲ្យទី4ទៅយើងអនុញ្ញាតឲ្យគេធ្វើហើយយើងមើលគេពីឆ្ងាយឬក៏យើងមើលគេពីនៅចិត្តគេយើងមើលគេចេះធ្វើឲ្យបានល្អរអត់ហើយទី5បាទយើងអនុញ្ញាតឲ្យគេធ្វើតែម្នាក់ឯងប៉ុន្តែគេរាយការណ៍ឲ្យយើងគេទ្របមកវិញនឹងធ្វើរបាយការណ៍គេប្រាប់យើងអំពីផលផ្លែលូកាជំពូកទី10ព្រះយេស៊ូវបញ្ជូនពួកសិស្ស70នាក់ចេញទៅព្រះយេស៊ូវបានប្រាប់គេហើយព្រះយេស៊ូវបានបង្ហាញគេហើយបាទព្រះយេស៊ូវបានធ្វើរួមគ្នាជាមួយគេហើយព្រះយេស៊ូវបញ្ជូនគេទៅឲ្យគេទ្របមកវិញនឹងរាយការណ៍បាយសកម្មភាពរបស់លោកអ្នកយ៉ាងម៉េចដែរបាទដូច្នេះនេះគឺជាជំហានទាំង5វាច្បាស់សម្រាប់យើងមានកំណត់មួយពីដំបងខ្ញុំត្រូវរកអ្នកជំនួយគ្រប់កិច្ចការទាំងឡាយដែលលោកគ្រូអ្នកគ្រូធ្វើបើចង់ឲ្យគេចេះអធិដ្ឋានហើយកម្មវិធីកុមារកម្មវិធីយុវជនកម្មវិធីតន្ត្រីហើយអធិប្បាយបង្រៀនចែកចាយធ្វើទីបន្ទាល់រដ្ឋាភិបាលរៀបចំគ្រប់អ្វីក៏ដែរចង់ឲ្យគេធ្វើយើងត្រូវធ្វើតាមជំហានទាំង5ហ្នឹងហើយប្រសិនបើលោកគ្រូអ្នកគ្រូអត់ចេះធ្វើទេយើងត្រូវរកម្នាក់ផ្សេងទៀតដែលចេះធ្វើឲ្យគេជួយយើងបង្រៀននិងបង្កើតសិស្សរបស់យើង